ភាសាខ្មែរការស្ដាប់អត្ថបទភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់នៅខេត្តកំពង់ឆ្នាំងនៅខេត្តកំពង់ឆ្នាំងមានខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំងចាប់ពីម៉ោង 12 រំលងអធ្រាត្រឈានចូលថ្ងៃទី 25 រហូតដល់ម៉ោង 7 ព្រឹកថ្ងៃទី 26 ខែមីនា ឆ្នាំ 2020 ទើបឈប់តាមរបាយការណ៍ចុងក្រោយរបស់លោកស្នងការរដ្ឋាភិបាលនគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាឲ្យដឹងថាភ្លៀងនិងព្យុះបានបក់មកលើក្រុងមួយនិងស្រុកមួយចំនួនទៀតនៅខេត្តកំពង់ឆ្នាំងលើកលែងតែស្រុកបរិបូរណ៍មួយប៉ុណ្ណោះកន្លែងដែលទទួលរងឥទ្ធិពលខ្លាំងជាងគេគឺក្រុងកំពង់ឆ្នាំងនិងស្រុកកំពង់លេងស្ថានភាពខូចខាតនៅក្រុងកំពង់ឆ្នាំងរួមមានសំណង់ផ្ទះប្រជាពលរដ្ឋ 8 ខ្នងបានដួលរលំដល់ដីនិង12ខ្នងទៀតបានត្រេតនិងរបើកដំបូលក្នុងនោះនៅសង្កាត់កំពង់ឆ្នាំងចំនួន16ខ្នងសង្កាត់ផ្សារឆ្នាំង1ខ្នងសង្កាត់ផ្អេ1ខ្នងនិងសង្កាត់ដំបូកក្អែក2ខ្នងស្រុកកំពង់លេងមានប្រជាជនចំនួន25ខ្នងបានស្រុកកំពង់លេងមានផ្ទះប្រជាជនចំនួន25ខ្នងបានបាក់រលំដល់ដីនិង56ខ្នងទៀតរបើកដំបូលនិងជញ្ជាំងព្រមទាំងបណ្ដាលឲ្យមានមនុស្ស1នាក់រងរបួសក្នុងនោះមានឃុំសំរងសែន1ខ្នងឃុំរំពេ1ខ្នងឃុំត្រងិល1ខ្នងឃុំកំពង់ហៅ68ខ្នងបាក់ដំបូលព្រះវិហារ1ខ្លងទ្វារវត្ត1នៅវត្តស្វាយរំពាបាក់ជញ្ជាំងសាលាឆាន់បណ្ដោយប្រវែង20ម៉ែត្រគុណនឹង5ម៉ែត្ររបកក្បឿងព្រះវិហារវត្តគិរីអណ្ដែតអស់100សន្លឹកនៅស្រុកកំពង់ត្រឡាចនៅឃុំអូរុស័យមានករណីរន្ទះបាញ់បណ្ដាលឲ្យមនុស្ស3នាក់រងរបួសនិងងាប់សត្វគោចំនួន4ក្បាលនៅស្រុកសាមគ្គីមានជ័យក្នុងឃុំក្រាំងលវាមានមនុស្ស1នាក់រងរបួសនិងផ្ទះ1ខ្នងរបើកដំបូលនៅឃុំត្បែងខ្ពស់មានករណីរន្ទះបាញ់បណ្ដាលឲ្យស្លាប់គោ4ក្បាលនៅស្រុកជលគិរីក្នុងឃុំកំពង់អុសមានសំណង់ផ្ទះចំនួន2ខ្នងបានរលំដល់ដីនិង1ខ្នងទៀតរបើកដំបូលអាជ្ញាធរមូលដ្ឋានបានអំពាវនាវដល់អាជ្ញាធរដែលមានសមត្ថកិច្ចអង្គការនិងសប្បុរសជននានាសូមជួយដល់ជនរងគ្រោះដោយគ្រោះធម្មជាតិមួយនេះ